ប្រាសាទបាយ័នជាប្រាសាទស្នូលនៃទីក្រុងអង្គរធំអមជុំវិញដោយប្រាសាទសំខាន់ៗជាច្រើនមានតួនាទីផ្សេងៗគ្នាហើយប្រាសាទបាយ័នខ្លួនឯងនេះសោតក៏មានតួនាទីសំខាន់ជាងគេព្រមទាំងមានចម្លាក់បង្ហាញអំពីទិដ្ឋភាពអាណាចក្រខ្មែរនៅសម័យនោះផងដែរប្រាសាទបាយ័ននេះមានឈ្មោះដើមថាជ័យគិរីចំណែកអ្នកស្រុកអង្គរហៅប្រាសាទនេះថាប្រាសាទព្រំដោយសារកំពូលប្រាង្គនៃប្រាសាទនេះភាគច្រើនមានរចនាបថជាមុខ4ដូចទៅនឹងព្រះព្រំចំពោះឈ្មោះបាយ័ននេះបុរាណវិទូរកមិនឃើញថាត្រូវបានហៅដោយសំដៅលើអ្វីដែរប៉ុន្តែក្រោយមកពួកគេក៏ធ្វើការប៉ាន់ស្មានថាឈ្មោះបាយ័ននេះប្រហែលជាបានហៅតាមសូរសៀងនៃឈ្មោះមួយនៅសិលាចារឹកប្រាសាទនេះគឺពាក្យថាវិជ្ជយន្តជ័យគិរីឬប្រាសាទបាយ័ននេះត្រូវបានកសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ចន្លោះពីឆ្នាំ1181ដល់ឆ្នាំ1215ព្រះអង្គគឺជាក្សត្រពុទ្ធសាសនិកនៃព្រះពុទ្ធសាសនាមហាយានហើយដោយសារគេឃើញប្រាសាទនេះមានតម្កល់បដិមាព្រះពុទ្ធប្រណិកនៅប្រាង្គកណ្ដាលនៃប្រាសាទផងទើបគេសន្និដ្ឋានថាប្រាសាទនេះសាងសម្រាប់ឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយានសម្ព័ន្ធសំណង់ទាំងស្រុងនៃប្រាសាទបាយ័នគឺរួមបញ្ចូលទាំងខ្លោងទ្វារទាំង5នៃក្រុងអង្គរធំកំពែងទឹកព័ទ្ធជុំវិញស្ពានឆ្លងកាត់សិនក្រុងព្រមទាំងកំពែងក្រុងទាំងមូលក្តីក៏សុទ្ធតែជាផ្នែករបស់ប្រាសាទបាយ័នដែរហើយខ្លោងទ្វារទិសធំទាំង4នេះមានចម្ងាយ 1.5 គីឡូម៉ែត្រស្មើគ្នាពីកំពូលកណ្ដាលនៃប្រាសាទខ្លោងទ្វារទាំង5នេះគឺខ្លោងទ្វារដីឆ្នាំងនៅទិសខាងជើងដែលធ្លាប់សម្រាប់ឲ្យក្រុមបព្វជិតប្រើប្រាស់ខ្លោងទ្វារតាកៅនៅទិសខាងលិចធ្លាប់បានប្រើប្រាស់ជាកន្លែងសម្រាប់ប្រហារជីវិតខ្លោងទ្វារទន្លេអ៊ុំនៅទិសខាងត្បូងធ្លាប់សម្រាប់ឲ្យប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈឯខ្លោងទ្វារជ័យនៅទិសខាងកើតឈៀងទៅជ្រុងខាងជើងបន្តិចធ្លាប់សម្រាប់ជាខ្លោងទ្វារថ្វាយព្រះមហាក្សត្រប្រើប្រាស់ព្រមទាំងសម្រាប់ប្រើប្រាស់ដោយកងទ័ពពេលមកពីសមរភូមិបន្ទាប់ពីទទួលបានជោគជ័យនិងខ្លោងទ្វារខ្មោចនៅទិសខាងកើតចំនឹងប្រាសាទសម្រាប់ដង្ហែសពរបស់អ្នកដែលរស់នៅក្នុងបរិវេណក្រុងអង្គរធំគ្រប់ខ្លោងទ្វារទាំងអស់មានកំពូលជារចនាបថមុខ4បែរទៅចំទិសធំទាំង4ហើយនៅផ្នែកម្ខាងអមច្រកទ្វារទាំងខាងក្នុងខាងក្រៅមានរូបទេពបុរសមួយអង្គគង់លើដំរីក្បាល3ឬដំរីឯរវ័នអមដោយទេពស្ត្រី2អង្គសងខាងរីឯនៅខាងលើទេពទាំង3អង្គនេះមានទេពស្ត្រី4អង្គហើយចំណែកនៅឯជាន់បន្ទាប់ទៀតមានទេពស្ត្រីមួយអង្គឈរបាចផ្កាទម្លាក់មុខក្រោមអ្នកជំនាញសន្និដ្ឋានថារូបទេពបុរសដែលគង់លើដំរីឯរវ័នគឺព្រះឥន្ទហើយរូបទេពស្ត្រីទាំង7អង្គគឺជាមហេសីរបស់ព្រះឥន្ទព្រះឥន្ទគឺជាស្ដេចទេវតានៅក្នុងព្រះពុទ្ធសាសនាចំពោះចម្លាក់ព្រះឥន្ទនៅគ្រប់ខ្លោងទ្វារទាំងអស់មានអត្ថន័យបង្ហាញថាក្រុងអង្គរធំទាំងមូលគឺជាទីក្រុងរបស់ព្រះឥន្ទក្រុងអង្គរធំនេះមានជញ្ជាំងកំពែងព័ទ្ធជុំវិញសាងពីថ្មបាយក្រៀមប្រវែង3គីឡូម៉ែត្រ4ជ្រុងព័ទ្ធដោយកសិនទឹកពីក្រៅឆ្លងចូលដោយស្ពានហើយក្នុងចំណោមស្ពានច្រកចេញចូលទាំង5លើកលែងតែច្រកខ្លោងទ្វារខ្មោចមួយសុទ្ធតែមានចម្លាក់គោសមុទ្រទឹកដោះជាបង្កាន់ដៃស្ពានដោយចម្លាក់នេះគឺបង្ហាញដោយចម្លាក់បង្កាន់ដៃម្ខាងមានរូបអាទិទេពមួយជួរឈរកាន់និមួយចំណែកឯបង្កាន់ដៃម្ខាងទៀតមានរូបអសុរៈមួយជួរឈរកាន់នាគមួយដែរនាគនេះមានឈ្មោះថានាគវាសុគិដែលត្រូវបានទ័ពអសុរៈនិងទ័ពអាទិទេពយកធ្វើជាខ្សែចងព័ទ្ធភ្នំមន្តរៈដើម្បីកូរសមុទ្រទឹកដោះយកទឹកអម្រឹតតែព្រឹត្តិការណ៍នេះក៏ឲ្យលទ្ធផលជាចម្បាំងដោយសារការចែកទឹកអម្រឹតហើយទ័ពអាទិទេពមានជ័យជំនះលើចម្បាំងនោះដោយហេតុតែភាគច្រើននៃការសិក្សាទៅលើប្រាសាទលើដែនដីអាណាចក្រខ្មែរ
ច្រើនតែមានបង្កប់អត្ថន័យនៅក្នុងព្រហ្មញ្ញសាសនាទើបរាល់ពេលដែលគេឃើញចម្លាក់អំពីការកូរសមុទ្រទឹកដោះគេតែងសន្និដ្ឋានដល់ការឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដូច្នេះក៏មានការលើកឡើងពីបុរាណវិទូខ្លះថាអ្វីបើព្រះបាទជ័យវរ្ម័នទី7លោកជាពុទ្ធសាសនិកតែព្រះអង្គក៏មិនបានបោះបង់ចោលព្រហ្មញ្ញសាសនាដែរនោះទើបលោកសាងសង់ចម្លាក់អំពីការកូរសមុទ្រទឹកដោះទាំង4ទិសហើយសាងប្រាសាទបាយ័ននេះនៅចំកណ្ដាលគឺសម្រាប់តំណាងឲ្យភ្នំមន្ទ្រៈនៅក្នុងរឿងកូរសមុទ្រទឹកដោះនេះឯងត្រង់ចំណុចនេះសមហេតុផលគួរសម្រាប់យកជាការពិចារណាមែនហេតុផ្សេងមួយទៀតបើយើងពិចារណាត្រង់ចំណុចថាជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាដូច្នេះយើងសូមលើកយកឈ្មោះវិជ្ជយន្តដែលមានចែងនៅក្នុងសិលាចារឹកបាយ័ននេះមកបកស្រាយតាមព្រះពុទ្ធសាសនាវិញនៅក្នុងគម្ពីរព្រះត្រៃបិដកភាគទី22ត្រង់ព្រះសូត្រចលតណ្ហាសង្ខយសូត្របានលើកឡើងអំពីការចរចារបស់ព្រះឥន្ទជាមួយនឹងព្រះមហាមុគលានសាច់រឿងក្នុងព្រះសូត្រនោះព្រះឥន្ទបានរៀបរាប់ប្រាប់ព្រះថេរៈថាពីព្រេងនាយមកមានសង្គ្រាមទេវតានិងអសុរៈលើកជាក្បួនទ័ពនោះគឺសង្គ្រាមក្រោយពីការកូរសមុទ្រទឹកដោះហើយក្នុងសង្គ្រាមនោះពួកទេវតាមានជ័យជំនះពួកអសុរៈក៏បរាជ័យក្រោយពីឈ្នះសង្គ្រាមនោះទ្រង់ក៏ជប់ប្រាសាទវិជ្ជយន្តនេះឡើងសម្រាប់រំលឹកដល់ជ័យជំនះរបស់ទ្រង់ហើយព្រះឥន្ទពិពណ៌នាថាប្រាសាទវិជ្ជយន្តនេះមានដំបូល100ក្នុងដំបូលមួយមានផ្ទះកំពូល700ក្នុងផ្ទះកំពូលមួយមានស្រីអប្សរ7នាក់ក្នុងស្រីអប្សរម្នាក់មានស្រីបម្រើ7នាក់ត្រង់ហេតុនៃពាក្យវិជ្ជយន្តដែលបានលើកឡើងក្នុងសិលាចារឹកផងត្រង់ឈ្មោះដើមនៃប្រាសាទដែលហៅថាជ័យគិរីផងគូផ្សំនឹងចម្លាក់ព្រះឥន្ទនៅខ្លោងទ្វារទាំង5បូកនឹងរឿងចម្បាំងអាទិទេពនិងអសុរៈដែលព្រះឥន្ទរំលឹកត្រូវនឹងបង្កាន់ដៃកូរសមុទ្រទឹកដោះផងហើយរចនាបថប្រាសាទបាយ័នគឺជាប្រាសាទដែលមានដំបូលនិងកំពូលច្រើនផងដូច្នេះយើងក៏អាចសន្និដ្ឋានថាប្រាសាទបាយ័ននេះជាប្រាសាទតំណាងឲ្យជ័យជំនះនៃព្រះបាទជ័យវរ្ម័នទី7ទៅលើខ្មាំងសត្រូវឬសភាវៈអាក្រក់ដោយទៅនឹងប្រាសាទវិជ្ជយន្តដែលជាប្រាសាទជ័យជំនះរបស់ព្រះឥន្ទទៅលើអសុរៈផងដែរប្រាសាទជ័យគិរីនេះលាតសន្ធឹងលើផ្ទៃដី900ហិកតាដោយគិតពីកំពែងក្រុងអង្គរដែលមានប្រវែង3គីឡូម៉ែត្រ4ជ្រុងមានកសិនទឹកព័ទ្ធជុំវិញហើយកសិននេះមានមុខកាត់100ម៉ែត្រប្រាសាទនេះជាផ្ចិតនៃក្រុងអង្គរធំដូច្នេះចម្ងាយពីខ្លោងទ្វារកំពែងនីមួយមកចំណុចកណ្ដាលគឺ 1.5 គីឡូម៉ែត្រស្មើគ្នាមកដល់ទួលប្រាសាទយើងឃើញមានច្រកចូល4ទិសរីឯខ្លោងទ្វារផ្លូវការគឺនៅទិសខាងកើតផ្លូវច្រកខាងកើតនេះមានប្រវែង50ម៉ែត្រមានខឿនខ្ពស់ជាផ្លូវសម្រាប់ដើរចូលទៅជាន់ទី1នៃប្រាសាទហើយថែមទាំងមានអមដោយស្រះទឹកមួយគូសងខាងផ្លូវចូលនេះទៀតផងជាន់ទី1នេះបុរាណវិទូហៅថាថែវទី3ក៏ព្រោះតែគេរាប់ពីក្នុងមកក្រៅនៅទីនេះពីមុនមានដំបូលរោងទងប៉ុន្តែដំបូលទាំងនោះបានបាក់បែកអស់បន្សល់ឲ្យយើងឃើញត្រឹមតែសសរជាច្រើនព្រមទាំងចម្លាក់នៅតាមជញ្ជាំងប៉ុណ្ណោះចម្លាក់ទាំងនោះមានដូចជាចម្លាក់ពាក់ព័ន្ធនឹងសង្គ្រាមដែលគេឃើញមានផ្ទាំងចម្លាក់អំពីការធ្វើដំណើររបស់ក្បួនទ័ពខ្មែរការដឹកជញ្ជូនស្បៀងកងទ័ពដែលមានយកប្រពន្ធកូនទៅជាមួយការធ្វើដំណើរឆ្លងកាត់ស្ពានបណ្តែតទឹកចម្បាំងជាមួយកងទ័ពចាមជ័យជំនះរបស់កងទ័ពចាមដែលធ្វើឲ្យកងទ័ពខ្មែរបាក់ទ័ពដោយមានផ្ទាំងបង្ហាញអំពីកងទ័ពស្លាប់គោលើគ្នាហើយប្រជាជនរត់ភៀសខ្លួនខ្លះសែងអ្នករបួសនិងស្ត្រីមានផ្ទៃពោះដាក់លើសេះឬដំរីនិងប្រជាជនខ្លះទៀតរត់ភៀសខ្លួនឡើងលើភ្នំជាដើម
ប៉ុន្តែក៏ឃើញមានចម្លាក់ជ័យជំនះរបស់កងទ័ពខ្មែរទៅលើទ័ពចាមចម្លាក់ដែលបង្ហាញពីវត្តមានទ័ពជំនួយរបស់កងទ័ពចិនចម្លាក់អំពីចម្បាំងជើងទឹកយុទ្ធសាស្ត្រនានានៅក្នុងចម្បាំងគ្រឿងសព្វាវុធផ្សេងហើយក្រៅពីនេះក៏មានឆ្លាក់អំពីចម្បាំងក្នុងស្រុកគឺខ្មែរច្បាំងនឹងខ្មែរទៀតផងទន្ទឹមនឹងសង្គ្រាមគេក៏ឃើញមានចម្លាក់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលមានដូចជារបៀបនៃការគោរពគ្នាដោយដាក់ដៃម្ខាងនៅលើទ្រូងការលក់ដូរនៅក្នុងផ្សារវត្តមានជនជាតិចិននៅក្នុងផ្សារសកម្មភាពជនជាតិចិនផឹកទឹកតែនៅក្នុងភូមិចិនសកម្មភាពនៅក្នុងទីមស្រាឬនៅក្នុងហាងអាហារសកម្មភាពបរបាញ់សត្វនៅក្នុងព្រៃជីវិតអ្នករស់នៅតាមដងទន្លេជីវភាពរបស់ស្ត្រីអភិជនការសម្រាលកូននិងសកម្មភាពព្យាបាលជំងឺជាដើមព្រមទាំងមានចម្លាក់បង្ហាញអំពីសត្វជើង4សត្វស្លាបនិងត្រីជាច្រើនប្រភេទនៅក្នុងសម័យនោះផងដែរបន្ថែមពីនេះគេឃើញមានចម្លាក់បង្ហាញអំពីការកំសាន្តនានាដូចជាលេងសៀកចម្បាប់បញ្ជុលមាន់បញ្ជុលជ្រូកនិងអុកចត្រង្គទៀតផងទន្ទឹមនឹងនេះទៀតសោតគេក៏ឃើញមានចម្លាក់បង្ហាញអំពីព្រះមហាក្សត្រទតមើលការហ្វឹកហាត់ទ័ពក្រុមព្រាហ្មណ៍បុរោហិតធ្វើការគោរពដល់អាទិទេពរបាំអប្សរាម្ចាស់ក្សត្រីជិះទូកលំហែលេងលើទឹកជាដើមព្រមជាមួយគ្នានេះគេក៏ឃើញមានចម្លាក់បង្ហាញអំពីការដាប់ឆ្លាក់ការលីសែងសាងសង់ក្រុមដាំស្លឲ្យក្រុមជាងនិងសកម្មភាពពេលហូបបាយរបស់ជាងផងដែរហើយក្រៅពីនេះគេឃើញមានផ្ទាំងចម្លាក់ដ៏សំខាន់មួយដែលបង្ហាញអំពីពិធីឥន្ទ្រាភិសេករបស់ព្រះបាទជ័យវរ្ម័នទី7ជាពិធីគ្រងរាជ្យរបស់ព្រះអង្គបន្ទាប់ពីស្ងប់ស្ងាត់សង្គ្រាមនិងការទទួលបានភាពសុខសាន្តត្រាណនៃប្រទេសជាតិបន្ទាប់ពីថែវទី3នេះដើរទៅខាងមុខបន្តចូលទៅក្នុងយើងនឹងមកដល់ថែវទី2ប៉ុន្តែមុនទៅដល់ថែវទី2នេះយើងឃើញមានបន្ទប់2នៅជ្រុងអាគ្នេយ៍និងឦសាននោះគឺជាបន្ទប់បណ្ណាល័យនៅថែវទី2នេះក៏មានផ្ទាំងចម្លាក់សំខាន់ជាច្រើនដែរដែលអ្នកបុរាណវិទូភាគច្រើនអះអាងថាគឺជាចម្លាក់ពាក់ព័ន្ធនឹងរឿងព្រេងក្នុងព្រះពុទ្ធសាសនាព្រហ្មញ្ញសាសនានិងជីវភាពរស់នៅរបស់ប្រជាជននៅសម័យនោះបន្ថែមទៀតនៅពេលបញ្ចប់ការទស្សនានៅជាន់នេះដើម្បីធ្វើដំណើរទៅថែវបន្ទាប់យើងត្រូវឡើងតាមជណ្ដើរដែលមាននៅគ្រប់ទិសទាំង4ជណ្ដើរនេះមិនជាខ្ពស់ទេតែរាងចោតបន្តិចជណ្ដើរឡើងនៅខាងស្ដាំដៃនិងជណ្ដើរចុះនៅខាងឆ្វេងដៃបើយើងឡើងពីទិសខាងកើតយើងនឹងឃើញថែវប្រាសាទមួយល្វែងលាតសន្ធឹងពីកើតទៅលិចភ្ជាប់ទៅនឹងប្រាង្គកណ្ដាលនៅចំកណ្ដាលជ្រុងខាងកើតនេះប្រាសាទជ្រុងខាងកើតនេះវែងជាងប្រាសាទនៅទិស3ទៀតដោយសារខឿននៃជាន់ទី1នេះមានរាងជាកាកបាទនៅអមសងខាងប្រាង្គខាងកើតនេះមានប្រាសាទប្រាង្គ2ទៀតដែលប្រាង្គខាងជើងពីមុនមានតម្កល់បដិមាអវលោកេស្វរៈតំណាងឲ្យព្រះបិតាហើយប្រាង្គខាងត្បូងតម្កល់ជាបដិមាប្រាជ្ញាបារមីតាតំណាងឲ្យព្រះមេតាចំណែកឯប្រាសាទនៅជ្រុងខាងជើងមានតម្កល់ទេវរូបព្រះឥសូរជ្រុងខាងលិចមានតម្កល់ទេវរូបព្រះវិស្ណុនិងជ្រុងខាងត្បូងមានតម្កល់បដិមាព្រះពុទ្ធហើយបើមើលពីប្រាង្គកណ្ដាលនៅអែបនឹងប្រាសាទទាំង3ជ្រុងនេះយើងក៏ឃើញមានប្រាង្គរណបមួយទាំង3ទិសផងដែរប្រាង្គកណ្ដាលនៃប្រាសាទបាយ័ននេះមានតម្កល់ព្រះពុទ្ធរូបជ័យពុទ្ធមហានាថជាបដិមាព្រះពុទ្ធសមាធិប្រញាកព្រះពុទ្ធរូបអង្គនេះមានកម្ពស់ 3.6 ម៉ែត្រប៉ុន្តែដោយសារជម្លោះសាសនាត្រូវបានគេវាយបំបាក់
ហើយទម្លាក់ចូលក្នុងរណ្ដៅនៃប្រាង្គកណ្ដាលប្រាសាទនេះលុះក្រោយមកនៅឆ្នាំ1931លោក George Troway បានដឹកនាំក្រុមការងារជីករណ្ដៅនេះក្នុងជម្រៅ14ម៉ែត្រឲ្យស្មើនឹងដីរាបស្មើរបស់ប្រាសាទក៏ប្រទះឃើញបំណែកព្រះពុទ្ធរូបបាក់បែកនេះបន្ទាប់ពីជួសជុលរួចលោកក៏ប្រគល់ថ្វាយព្រះបាទស៊ីសុវត្ថិមុនីវង្សនៅថ្ងៃទី17ខែឧសភា ឆ្នាំ1935ហើយត្រូវបានគេតម្កល់នៅអគារវិហារ7ល្វែងទល់មុខលានជលដំរីមកទល់សព្វថ្ងៃនេះដោយសារតែឥទ្ធិពលនៃជម្លោះសាសនាកត្តាធម្មជាតិព្រមទាំងការរកទន្ទ្រានពីកងទ័ពសត្រូវបរទេសផងប្រាសាទបាយ័ននេះរងការខូចខាតបាក់បែកជាដំណំដែលប្រាង្គជាច្រើនត្រូវបានបាក់បែកបាត់រូបរាងជញ្ជាំងថែវខាងក្រៅត្រូវបានដួលរលំស្ទើរតែទាំងស្រុងទើបធ្វើឲ្យមានការពិបាកជាខ្លាំងក្នុងការជួសជុលឡើងវិញព្រោះមិនអាចធ្វើការសន្និដ្ឋានពីរូបរាងដើមនៃប្រាសាទក្នុងនោះគេឃើញមានមតិផ្ទុយគ្នាជាច្រើនអំពីចំនួនកំពូលនៃប្រាសាទនេះដោយបុរាណវិទូខ្លះលើកឡើងថាមានប្រាង្គសរុបចំនួន49ខ្លះថា52ខ្លះថា54ប៉ុន្តែគេមិនអាចរកឃើញភស្តុតាងជាក់លាក់ណាមួយបញ្ជាក់អំពីជំហរមូលហេតុនៃចំនួនប្រាង្គទាំងនោះទេតែបើព្រះបាទជ័យវរ្ម័នទី7ពិតជាសាងប្រាសាទដោយយករូបរាងតាមប្រាសាទវិជ្ជយន្តរបស់ព្រះឥន្ទពិតមែនកំពូលរបស់ប្រាង្គនេះគួរតែមានចំនួនរហូតដល់ទៅ100ដែលកំពូលនីមួយៗគឺជាដំបូលនៃប្រាសាទហើយក្នុងដំបូលមួយមានចំនួន700បន្ទប់ដូចមានរាយរាប់ក្នុងគម្ពីរព្រះត្រៃបិដកនោះឯង